សម្លេងម៉ាស៊ីនបាញ់ថ្នាំមូសលាន់ឮរំពងពេញភូមិផ្សែងពណ៌សអណ្ដែតខ្មុលខ្មាញ់ពេញបរិវេណសាលារៀននិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនេះជាទស្សនវិជ្ជាដ៏មមាញឹកនៃយុទ្ធនាការចោទបាញ់ថ្នាំកម្ចាត់មូសខ្លាដែលដឹកនាំដោយមន្ត្រីសុខាភិបាលខេត្តកណ្ដាលសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកោះធំក្នុងគោលបំណងទប់ស្កាត់និងឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជំងឺគ្រុនឈាមនាដើមកាលរដូវវស្សានេះព្រឹកព្រលឹមស្រាងៗក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលបានរៀបចំសម្ភារៈថ្នាំសម្លាប់មូសព្រមទាំងម៉ាស៊ីនបាញ់ផ្សែងយ៉ាងសកម្មក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានិងផ្សព្វផ្សាយវិធានការការពារចំណុចភូមិព្រែកតាដួងឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាលវិធានការដែលយើងចុះទៅអប់រំផ្សព្វផ្សាយឬក៏ដាក់ថ្នាំអាបែតឬក៏បាញ់ថ្នាំសម្លាប់មូសខ្លានេះគឺថាគ្រប់ដណ្ដប់គ្រប់ភូមិទាំងអស់នៃស្រុករដ្ឋបាត់កោះធំក៏ដូចជាក្រុងសំពើពូនយើងនឹងចុះបាញ់ថ្នាំស្ទើរតែគ្រប់ឃុំភូមិអស់ហើយបាទដើម្បីឲ្យមាននិរន្តរភាពជាភាពបំបត្តិជំងឺគ្រុនឈាមនេះនៅតាមសហគមន៍ក៏ដូចជាភូមិឃុំសង្កាត់ជាសារមួយសូមឲ្យប្រជាពលរដ្ឋយើងនេះចូលរួមសហការជាមួយនឹងពេទ្យជាមួយមន្ត្រីសុខាភិបាលគឺធ្វើយ៉ាងណាគឺអនាម័យបរិស្ថានជុំវិញផ្ទះបំបត្តិជំរោគមូសគឺបំបត្តិវត្ថុដែលដក់ទឹកបានដូចជាកង់ឡានកង់ម៉ូតូសម្បកកែវជ័រប្រអប់ដាក់បាយឯងសូមឲ្យគាត់សម្អាតអានឹងផ្កាប់អានឹងកុំឲ្យមានដក់ទឹកដើម្បីកុំឲ្យមូសទៅពងដាក់កើតជាដង្កូវទឹកកើតជាមូសទៅខំចម្លងពេញនឹងទៀតហើយអញ្ចឹងសូមឲ្យជាសារមួយថាសូមឲ្យគាត់ជួយអនាម័យបរិស្ថានគឺសូមឲ្យពេលដែលគាត់មានអាការៈក្តៅខ្លួនសូមឲ្យគាត់ទៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យដែលនៅជិតផ្ទះគាត់បំផុតជារួមថ្នាក់ដឹកនាំខេត្តកណ្ដាលតែងតែគិតគូរជាប្រចាំអំពីសុខុមាលភាពនិងសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋជានិច្ចជាក់ស្ដែងឯកឧត្តមគុជចម្រើនអភិបាលខេត្តកណ្ដាលតែងតែបានណែនាំនិងជំរុញដល់មន្ទីរសុខាភិបាលមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានអាជ្ញាធរក្រុងស្រុកនិងឃុំសង្កាត់សហការគ្នាឲ្យបានល្អក្នុងការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋអំពីការទប់ស្កាត់បង្ការជំងឺគ្រុនឈាមដើម្បីឲ្យអត្រាអ្នកកើតជំងឺគ្រុនឈាមថយចុះជាអតិបរមាឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាជំងឺគ្រុនឈាមនៅតែជាក្តីកង្វល់ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីអន្តរាគមន៍ទាន់ពេលវេលារដ្ឋបាលខេត្តបានឧបត្ថម្ភសម្ភារៈនិងឧបករណ៍បាញ់ថ្នាំសម្លាប់មូសជូនដល់ក្រុងស្រុកទាំង13សម្រាប់យកទៅប្រើប្រាស់ចំគោលដៅក្នុងមូលដ្ឋានរបស់ខ្លួនជាមួយគ្នានេះក្រុមការងារមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងអាជ្ញាធរមូលដ្ឋានបានសហការគ្នាចុះយុទ្ធនាការបាញ់ថ្នាំនិងផ្សព្វផ្សាយវិធានការការពារនៅគ្រប់ភូមិសាស្ត្រខេត្តកណ្ដាលយុទ្ធនាការនេះមិនត្រឹមតែធ្វើឡើងនៅតាមទីប្រជុំជននោះទេប៉ុន្តែបានពង្រីកវិសាលភាពទៅដល់គ្រប់ច្រកល្ហកតាមក្នុងផ្ទះប្រជាពលរដ្ឋសាលារៀនវត្តអារាមនិងទីកន្លែងដែលមានការសង្ស័យថាមានការផ្ទុះឡើងនៃករណីជំងឺគ្រុនឈាមការចុះអនុវត្តនេះតែងតែទទួលបានការអបអរសាទរនិងការសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសហគមន៍លោកអ៊ុនកណភាប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាដួងឃុំព្រែកថ្មីស្រុកកោះធំបានរៀបរាប់ទាំងទឹកមុខរីករាយថាខ្ញុំពិតជាត្រេកអរណាស់ដែលខាងគ្រូពេទ្យនិងអាជ្ញាធរចុះមកបាញ់ថ្នាំមូសដល់ក្នុងផ្ទះបែបនេះនៅរដូវភ្លៀងសម្បូរមូសណាស់ឲ្យតែឃើញកូនក្តៅខ្លួនម្ដងឪពុកម្ដាយភ័យបុកពោះព្រោះខ្លាចគ្រុនឈាមការមកបាញ់ថ្នាំនេះជួយឲ្យពួកខ្ញុំមានអារម្មណ៍កក់ក្ដៅច្រើនថ្មីហ្នឹងគឺមានក្មេងសិស្សសាលាដែលរៀនថ្នាក់ទី9ហ្នឹងគាត់កើតជំងឺគ្រុនឈាមហើយជាទូទៅនៅក្នុងស្រុកកោះធំនេះក៏សម្បូរដែរការដែលគ្រូពេទ្យចុះមកតាន់ពេលវេលានេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលហើយជាទូទៅពួកយើងខ្ញុំនេះតែងតែកាប់ស្ការព្រៃបាទហើយកុំឲ្យមានសម្បកដូងកង់ឡានកង់ម៉ូតូឯដែលមានដក់ទឹកហ្នឹងយើងធ្វើម៉េចកុំឲ្យវាមានបាទទោះជាយ៉ាងណាក៏ដោយមន្ត្រីសុខាភិបាលដែលដឹកនាំការងារនេះបានបញ្ជាក់ថាការបាញ់ថ្នាំគីមីសម្លាប់មូសគឺគ្រាន់តែជាវិធានការបន្ទាន់មួយក្នុងការកម្ចាត់មូសចាស់ៗដែលហើររញ៉េរញ៉ៃប៉ុណ្ណោះប៉ុន្តែវាមិនមែនជាដំណោះស្រាយប្រកបដោយចីរភាពឡើយកត្តាដែលសំខាន់បំផុតគឺការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការកម្ទេចជំរកពងកូនរបស់មូសខ្លាដើម្បីទប់ស្កាត់និងបង្ការកុំឲ្យកើតជំងឺគ្រុនឈាមគឺយើងប្រើ data metrin ហើយថ្នាំទាំងអស់នេះគឺយើងបានមកពីក្រសួងសុខាភិបាលពីព្រោះក្រសួងសុខាភិបាលលោកជាអ្នកផ្ដល់ជូនឲ្យយើងហើយថ្នាំដែលយើងយកមកប្រើប្រាស់នេះគឺត្រូវបានឆ្លងកាត់ WHO ដែលគេបានត្រួតពិនិត្យហើយថាมันមានការប៉ះពាល់ដល់ហានិភ័យនៃសុខភាពសាធារណៈទេជាទូទៅមុននឹងពេលយើងចាប់ផ្ដើមបាញ់យើងបានជម្រាបទៅរដ្ឋអំណាចមូលដ្ឋាន
ដើម្បីគាត់រៀបចំសម្ភារៈមួយចំនួនដែលនៅក្នុងផ្ទះសម្បែងដូចជារបស់របរដែលគាត់ត្រូវបរិភោគដូចជាចានឆ្នាំងកែវទឹកជាដើមហ្នឹងគឺដើម្បីឲ្យគាត់គ្របឲ្យបានជិតឲ្យគាត់ចាក់ចេញពីលំនៅឋានដើម្បីយើងធ្វើការបាញ់ថ្នាំនៅទីនោះដើម្បីទី1ការពារកុំឲ្យប៉ះពាល់ដល់ទៅសុវត្ថិភាពចំណីអាហាររបស់គាត់ទី2គឺកុំឲ្យប៉ះពាល់ទៅដល់ខ្លួនប្រាណដែលគាត់នៅទីតាំងកន្លែងនោះគឺដើម្បីកុំឲ្យប៉ះពាល់ទៅនឹងផ្សែងពីព្រោះថ្នាំដែលយើងបាញ់គឺមានជាតិគីមីខ្លះបាទអញ្ចឹងធ្វើឲ្យដើម្បីកុំឲ្យគាត់ប៉ះពាល់សុខភាពបាទជាធម្មតានៅពេលដែលយើងបាញ់ថ្នាំនៅផ្ទះគាត់ហើយគឺរយៈពេល15នាទីទៅ20នាទីនៅពេលដែលអស់ផ្សែងគឺគាត់អាចចូលទៅក្នុងផ្ទះគាត់បានជាធម្មតាឡើងវិញទន្ទឹមនឹងការបាញ់ថ្នាំក្រុមការងារក៏បានដើរត្រួតពិនិត្យតាមពាងទឹកអាងទឹកនិងវត្ថុដក់ទឹកនានាព្រមទាំងដាក់ថ្នាំអាបែតដើម្បីកម្ចាត់ដង្កូវទឹកមន្ត្រីសុខាភិបាលក៏បានឆ្លៀតឱកាសអប់រំណែនាំដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សផ្ទាល់មាត់អំពីវិធានការការពារនិងការអនុវត្តប្រចាំថ្ងៃដូចជាការលាងសម្អាតពាងទឹកអាងទឹកនិងផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់យ៉ាងតិច1ដងក្នុងមួយសប្តាហ៍ការកាប់ឆ្ការព្រៃជុំវិញផ្ទះនិងប្រមូលវត្ថុដក់ទឹកកប់ឬផ្កាប់ចោលដូចជាសម្បកកង់ឡានកំប៉ុងត្រឡោកដូងដើម្បីកុំឲ្យមានចម្រោកពងកូនរបស់មូសខ្លាការស្លៀកពាក់ខោអាវដៃវែងជើងវែងនិងគេងក្នុងមុងទាំងយប់ទាំងថ្ងៃជារួមបើមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លាំងភ្លាមឈឺក្បាលឈឺសាច់ដុំចង្អោរនិងក្អួតបាត់បង់ចំណង់អាហារឈឺបំពង់កលាក់និងលាក់ត្រូវប្រញាប់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែករដ្ឋដែលនៅជិតបំផុតជាបន្ទាន់ហាមទិញថ្នាំបញ្ចុះកម្ដៅឲ្យអ្នកជំងឺលេបដោយខ្លួនឯងជាដាច់ខាតព្រោះវាអាចធ្វើឲ្យមានអាការៈជំងឺកាន់តែធ្ងន់ធ្ងរឡើងក្មួយប្រុសច័ន្ទវាសនារស់នៅភូមិព្រែកតាដួងឃុំព្រែកថ្មីស្រុកកោះធំដែលទៅតែជាសះស្បើយពីជំងឺគ្រុនឈាមបានឲ្យដឹងថាអាការៈក្តៅខ្លួនខ្លាំងបន្ទាប់មកហូបថ្នាំបញ្ចុះកម្ដៅទៅនៅតែអត់បានម៉ាក់ខ្ញុំគាត់ជូនទៅមណ្ឌលសុខភាពដើម្បីជួសឈាមទៅបានដឹងថាខ្លួនខ្ញុំមានជំងឺគ្រុនឈាមសម្រាប់នៅពេទ្យមួយសប្តាហ៍បានធូរជាពិបាកនៅក្នុងខ្លួនក្តៅហើយហូបអីអត់បានចេះតែចង់តែក្អួតវិលមុខស្បែកឡើងកទួលក្រហមខ្ញុំសូមអំពាវនាវទៅដល់បងប្អូនយើងពេលក្តៅខ្លួនគួរតែទៅមណ្ឌលសុខភាពបានឆាប់រហ័សដើម្បីជួសឈាមខ្លាចយើងមានជំងឺដោយប្រការណាមួយមិនអាចដឹងយឺតពេលអាចមានវិបត្តិសារីនៅថ្ងៃក្រោយដោយឡែកយុទ្ធនាការចុះបាញ់ថ្នាំកម្ចាត់មូសខ្លានៅស្រុកកោះធំនាពេលនេះបានស្ដែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរចំពោះសុខុមាលភាពប្រជាពលរដ្ឋទិដ្ឋភាពផ្សែងប៉សដែលភាយចេញពីម៉ាស៊ីនបាញ់ថ្នាំមិនត្រឹមតែជាផ្សែងសម្រាប់មូសខ្លាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសារមួយដ៏មានឥទ្ធិពលក្រានរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យភ្ញាក់រលឹកនិងរួមដៃគ្នាកម្ចាត់ចម្រុកមូសខ្លាចាប់ផ្ដើមពីផ្ទះរបស់ខ្លួនផ្ទាល់ដើម្បីការពារអាយុជីវិតកូនចៅនិងសហគមន៍ទាំងមូលពីជំងឺគ្រុនឈាមដ៏កាចសាហាវនេះការចុះបាញ់ថ្នាំកម្ចាត់មូសខ្លានៅពេលនេះគឺគ្រាន់តែជាវិធានការឆ្លើយតបបន្ទាន់មួយផ្នែកប៉ុណ្ណោះប៉ុន្តែអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ជំងឺគ្រុនឈាមគឺការភ្ញាក់រលឹកនិងការរួមដៃគ្នារបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងការកំទេចចម្រោកដង្កូវទឹកចាប់ពីពេលនេះតទៅគ្មានដង្កូវទឹកគ្មានមូសខ្លាគ្មានជំងឺគ្រុនឈាមការពារសុខភាពគ្រួសាររបស់លោកអ្នកដោយផ្ដើមចេញពីការសម្អាតបរិស្ថានជុំវិញផ្ទះនៅថ្ងៃនេះនាងខ្ញុំគុជស្រីនុចរាយការណ៍ពីស្រុកកោះធំខេត្តកណ្ដាល